ចង់រកម៉ាក់ខ្ញុំលោកគ្រូលាវលោកប្រកួតចាញ់ខ្លួនឯងតែបញ្ចេញកំហឹងលើក្មេងជប់ដោយសារតែគេទើបចាញ់ណាការប្រកួតបានប្រកាសហើយលោកបាជាហ៊ានអុកលោកកន្លែងប្រកួតពួកឯងអស់គេចាញ់ណែកុំប៉ះខ្ញុំតែខ្លួនឯងសេហ្វូគួយកុំប៉ះខ្ញុំតែខ្លួនឯងប្រធានសួរមិនដំណើរការប្រកួតវគ្គទី3ទេភាគីទាំងសងខាងសុទ្ធតែផ្ដោតទៅលើរង្វាន់ការប្រកួតហើយនឹងសិទ្ធិរកស៊ីធ្លាក់លើដៃអ្នកណាតែប៉ុណ្ណោះទេការប្រកួតវគ្គទី3ចាប់ផ្ដើមប្រធានបទបងឯបក្រោយអាហារតម្រូវការកំណត់គ្រឿងគ្រូអាលិតសំអុយឯងចាំតែមើលទៅនេះគឺជាការតាំងចិត្តគេចង់ភៅស្រីស្អាតមកពីប្រទេសហ្វាជំនាញខាងធ្វើបង្អែមសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលូអ៊ីសឺថ្ងៃនេះខ្ញុំចង់មកធ្វើពពកសរសៃមីឡុងឮថាចង់ភៅប្រទេសហ្វាម្នាក់នេះធ្វើបង្អែមនំខេកគឺជាអាហារស្ដេចនៅបរទេសជាប់លំដាប់លេខ1លើពិភពលោកថែមទៀតផងណាហាងបាយរសជាតិឆ្ងាញ់ពួកនាងនៅមានមនុស្សចេញមកប្រកួតទៀតឬទេបងស្រីស្អាតលោកតាមប្រាប់ថាឲ្យតែខ្ញុំឈ្នះប្រកួតគឺឲ្យរកឃើញប៉ាម៉ាក់ហើយនេះគឺជាការពិតដែរទេបងស្រីពិតមែនប្រកាសជារកឃើញអញ្ចឹងខ្ញុំត្រូវតែឈ្នះការប្រកួតទី3រកឲ្យឃើញប៉ាម៉ាក់របស់ខ្ញុំសៀវគួយកុំកករឿងបងអែមមិនអន់ជាងអាហារផ្សេងទៀតទេដែលមិនបានវឹកហាត់3ទៅ5ឆ្នាំគឺមិនអាចធ្វើចេញនោះទេអាលិតសំអុយពិតជាទុកខ្លួនឯងចង់ធ្វើទេបណ្ដោយសៀវគួយអញចេះធ្វើបង្អែមដែរទេខ្ញុំធ្លាប់ញ៉ាំបង្អែមមួយមុខដែលលោកតាធ្វើហៅថាស្អីអញ្ចេះខ្សាច់ក្នុងព្រិលមុខមហូបចុងភៅទេវតាដែលគេនិយាយតគ្នាម្សៅសណ្ដែកព្រិលគិតថាទេវតាគណៈកម្មការទាំងអស់សុទ្ធតែមិនធ្លាប់ភ្លក់អាឡរឯងចេះតែធ្វើម្សៅសណ្ដែកព្រិលរបស់ចុងភៅទេវតាទេហ៎ឯងលេងសើចទេដឹងហ៎អញ្ជើញភាគីទាំងសងខាងយកគ្រឿងឲ្យចុងភៅទៅជាផ្លូវអេយ៉ាងម៉េចហ្នឹងអាយ៉ាគឺថាខ្ញុំរអិលជើងគណៈកម្មការពួកខ្ញុំសំដៅគ្រឿងក្រៅមិនអនុញ្ញាតនាងយកច្បាប់ការប្រកួតទុកណែណាទៅបើមិនបន្តការប្រកួតមិនចឹងបោះបង់ទទួលស្គាល់ចាញ់ទៅអាយ៉ាបេក្ខជនសៀវភូគួយឲ្យសល់តែអង្គមួយថងទេឲ្យនៅប្រកួតទៀតដែរឬទេនេះមិនយុត្តិធម៌ទេខ្ញុំប្រកួតហើយស្មានបណ្ដោតថាបេក្ខជនសៀវភូគួយនេះពឹងលើអង្គមួយថងនៅប្រកួតទៀតសោះពិតជាក្លាហានគួរឲ្យទៅសល់ពុតមើលអើយអង្គមួយថងអាចធ្វើឲ្យបានទៅដាំបបកាយស្រីមើលទៅវគ្គនេះទោះជាចង់ធ្វើទេវតាមកក៏ជួយមិនបានដែរលោកលាវខ្ញុំពិតជាអស់សង្ឃឹមលើលោកខ្លាំងណាស់ឥឡូវនេះក្រៅជាចង់ធ្វើដែលស្អីក៏អាចធ្វើបានតែពិតមែនទេអានេះប្រហែលជាអាចធ្វើបានដែរទេដឹងហ៎ខ្ញុំជំទាស់ការប្រកួតនេះមិនយុត្តិធម៌ខ្ញុំស្នើសុំប្រកួតសាថ្មីមុននាងចាញ់ហើយក៏និយាយថាចង់ប្រកួតសាថ្មីវគ្គនេះល្មើសនឹងច្បាប់ហើយនឹងចង់ប្រកួតសាថ្មីថែមទៀតចាញ់គេតែម្ដងទៅបានហើយមែនទេប្រធានស៊ូមុខដាច់ចិត្តដាច់មិននឹងអាចស្ដាប់ពាក្យលេងខូចរបស់នាងបានទៅហាងរសជាតិឆ្ងាញ់កុំនិយាយច្រើនបន្តការប្រកួតសេហ្វូគួយដូចជាមិនដែលបារម្ភពីការប្រកួតសោះឬក៏ថាការប្រកួតនិយាយចំពោះគេដូចជាលបាញ់លេងអញ្ចឹងចាញ់មិនខានទេចាញ់មិនខានទេវគ្គនេះគ្មានតម្រុយអីសោះប្រកាសជាចាញ់ចុងភៅស្រីប្រទេសហ្វាហើយប្រធានសួរបើនាងមានអារម្មណ៍ថាធុញនោះប្រកាសតែម្ដងទៅថាប៉ជីងហានទទួលសិទ្ធិការរកស៊ីហើយចំណែកអ្នកផ្សេងខ្ញុំជួយដោះស្រាយឲ្យនាងទៅបានហើយយ៉ាងម៉េចដែរការប្រកួតមិនទាន់បញ្ចប់ប្រកាសពេលនេះតើស្របច្បាប់ដែរទេក្មេងម្នាក់នេះពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលចម្លែកមែនពេលនេះគ្រឿងក្រៅទាំងប្រមាណរបស់គេធ្វើឲ្យខ្ញុំនឹកឃើញដំអែមឆៅយ៉ាងមួយមុខបើគេអាចធ្វើមួយមុខនេះចេញបានចិត្តឆ្ងាញ់ទៅឯងមិននៅអបអរខាងនោះឯងមកខាងនេះធ្វើដើមខ្ញុំមើលទៅប៉ជីងហានទើបជាអនាគតពិភពអាហារនេះមេចុងភៅលាវតើមានកំណត់អ្វីទេក្នុងដៃខ្ញុំមានជីបចររបស់ហាងបាយរសជាតិឆ្ងាញ់ក្នុងដៃខ្ញុំយ៉ាល្អពួកយើងអូយ៉ាមើលចុះចុងភៅលូអ៊ីស៊ឺធ្វើពពកសរសៃមីឡុងរួចរាល់ហើយពិតជាស្រស់ស្អាតពិតមែនហើយក្លិនពិតជាអស្ចារ្យណាស់ខ្ញុំចាំលេងចង់បានហើយចង់តែភ្លក់ទេចុះភៅមកខាងទៀតតើយ៉ាងម៉េចទៅហើយសល់តែ2នាទីទៀតតែប៉ុណ្ណោះទេណាបងអែមគេធ្វើមួយមុខនេះឬមួយជានៅសល់2នាទីចុងក្រោយឲ្យពួកយើងមើលបេក្ខជនសៀវភូគួយគេធ្វើស្អីពិតជាចាំងហ៊ូមួយឆ្នាំមើល
ពិតជាកំ pl ែងមែនហើយអាលិតនេះបាច់ជាធ្វើចាំងហ៊ូមួយចានត្រៀមឲ្យពួកយើងញ៉ាំមែនទេហ៎គ្មានន័យពិតមែនហើយស្មានថាចង់ធ្វើអីផ្សេងគ្មានគ្រឿងក្រើស្អីផងមានតែធ្វើអាហារជ្រូកបែបហ្នឹងហើយគឺពួកលោកលេងល្បិចនៅពីក្រោយលើកនេះនៅមានមុខសាច់ចំអកគេទៀតថាកែស្រីលើកនេះពិចារណាល្អបន្តិចទៅក្រោយពេលហាងបាយរសជាតិឆ្ងាញ់ត្រូវបិទទ្វារគួរធ្វើមិនទៅដើមឡើយយុថាអាលិតនេះគ្រាន់បើពិតមែនពេលនេះមើលទៅសត្វតែមិនពិតប្រាកដខំមកពេលអាលិតនោះទេបើគុំតែគេអុកឡុកឲ្យខ្ញុំចូលប្រកួតទាំងអស់នោះឈ្នះយូរណាស់ទៅហើយនេះគឺជាទឹកអង្ករដែលខ្ញុំធ្វើអញ្ចឹងគណៈកម្មការទាំងអស់ភ្លក់ទៅសេហ្វូគួយគេពិតជាធ្វើទឹកអង្ករមែននេះគឺជារបស់ដែលខ្ញុំធ្វើតែមួយគត់ឲ្យកូនមានតែរបស់នេះសំបីឆ្កែនៅផ្ទះខ្ញុំក៏មិនស៊ីផងដែរឯងយល់ថាគណៈកម្មការនៅទីនេះព្រមញ៉ាំរបស់ឯងធ្វើនឹងមែនទេយកល្អពេលភ្លក់ហើយចាំធ្វើការវាតម្លៃខ្ញុំយល់ថាវគ្គនេះមានប្រយោជន៍របស់អាហារតែបានយាមពីពណ៌ក្លិនហើយនឹងរសជាតិនោះយ៉ាងហ៊ូមួយចាននេះបើសិនជាអាចយកឈ្នះបានពិតមែននោះគឺខ្លាចតែមិនអាចបញ្ចុះបញ្ចូលបានទេដឹងមើលទៅវគ្គនេះគ្មានអ្វីឆ្ងល់ទេខ្ញុំសូមប្រកាសហាងបាយរសជាតិឆ្ងាញ់ចាញ់ហាត់អីមិនទាន់ភ្លក់ផងក៏ប្រកាសថាចាញ់តែម្ដងទឹកអង្ករមួយចានមានប្រយោជន៍ស្អីទៅនិយាយចំពោះពណ៌ក្លិននិងរសជាតិតាមមិនទាន់គេពពុកតសៃមីលុកនោះទេណានេះដោយសារតែពួកលោកប្រកួតបញ្យុទ្ធតែធរកំណត់គ្រឿងក្រៅរបស់សៀវហ្វូគួយហាងបាយរសជាតិឆ្ងាញ់របស់ពួកនាងម្ដងហើយម្ដងទៀតទាមទារយុទ្ធធម៌ពីគណៈកម្មការពួកយើងការប្រកួតចុងភៅទេវតានៅលើកនេះបានកំណត់ពីដំណើរការរួចហើយឬមួយត្រូវតែកាត់ក្តីឲ្យពួកនាងឈ្នះទើបថាយុទ្ធធម៌នោះថាកែស្រីពួកយើងកុំចាញ់មិនបានអីបើសិនជាប៉ះពាល់ដល់គណៈកម្មការនោះហាងបាយរសជាតិឆ្ងាញ់ចាញ់មិនបានចាញ់ការប្រកួតហើយនៅខូចទៀតពេញហាងបាយរសជាតិឆ្ងាញ់ចាញ់ទៅពិតមែនហើយបើពួកលោកមិនចេះខ្មាស់បែបហ្នឹងសិតរកស៊ីហាងបាយនេះខ្ញុំក៏មិនត្រូវការដែរចង់ភៅទេវតានេះសេហ្វូគួយពួកយើងទៅបងស្រីស្អាតសំតោបើខ្ញុំមានគ្រឿងក្រៅនោះប្រកាសជាឈ្នះការប្រកួតនេះហើយមិនអីទេទុកចិត្តចុះបងស្រីនឹងនៅកណ្ដោឯងរកប៉ាមកអញឲ្យឃើញពួកយើងទៅអូចាអូចាមែនអរគុណអបអរសាទរផងយកលុយរង្វាន់នេះធ្វើឲ្យជីងពណ៌ហានឡើងមួយកម្រិតទៀតថ្ងៃក្រោយទៅខ្លាយជាលំដាប់កំពូលនៅតាសៀកនេះជាមិនខានទេអរគុណអើយមកសៀវហ្វូគួយឆ្លាតមែនមួយម៉ាត់ធំហ្មងបើសិនគេថែមគ្រឿងក្រៅពិសេសមួយនោះអញ្ចឹងគេប្រកាសជាសៀវហ្វូគួយរបស់ខ្ញុំហើយអរគុណនាងហើយដែលថ្ងៃនេះជួយជាសាក្សីខ្ញុំយល់ថាមិនថាហាងបាយរសជាតិឆ្ងាញ់ឈ្នះក៏ដោយឬក៏ប៉ជីញហានឈ្នះក៏ដោយចំពោះសមាគមពួកយើងគឺសុទ្ធតែមានផលល្អប្រធានស៊ូយល់ថាត្រូវដែរឬទេអ្នកបណ្ដាក់ទុននៅពីក្រោយប៉ជឺហានប្រហែលជាមិនគិតបែបហ្នឹងទេប្រធានសមាគមរងជារៀបផែនការធំយ៉ាងនេះទីបំផុតយកបានរង្វាន់ពិតជានឿយហត់ហើយប្រធានស៊ូនេះនឹងនិយាយស្អីហ្នឹងនាងបារម្ភពីសមាគមមករហូតនោះទើបនឿយហត់យ៉ាងពិតប្រាកដគួរតែសម្រាប់ដែរហើយណាកុំខ្ជះជាអាហារខ្ចប់យកទៅទាំងអស់គ្នាតាំងស្មារតីបន្តិចទោះជាពួកយើងចាញ់ការប្រកួតតែយើងនៅមានការរកស៊ីធំមួយទៀតគឺមិត្តចាស់ពួកយើងសាស្ត្រាចារ្យចៅយប់នេះរៀបចំពិធីខួបកំណត់70ឆ្នាំនៅកន្លែងពួកយើងជាមួយគ្នាយកការរកស៊ីចុងក្រោយមួយនេះសម្រាប់ឲ្យពេញលេញសាស្ត្រាចារ្យគឺជាហ្វេនដ៏ស្មោះត្រង់រៀបចំពិធីជប់លៀងឲ្យគាត់គេឈ្មោះពួកយើងនឹងកាន់តែល្បីហើយមិនខុសទេហាងពួកយើងឲ្យតែមានមេចុងភៅលីវនៅគ្រប់យ៉ាងគឺគ្មានបញ្ហាអីនោះទេសៀវហ្វូគួយនិយាយចំពោះហាងបាយមួយនេះមិនត្រឹមតែរសជាតិទេសំខាន់នោះគឺមនោសញ្ចេតនានិងនិស្ស័យប្រាស្នាដៃធ្វើម្ហូបប្រាក្តីស្រឡាញ់ធ្វើម្ហូបទាំងអស់គ្នាមានចិត្តសាមគ្គីបរាជ័យមិនគួរឲ្យខ្លាចទេលោកគ្រូលាវខូបកំណត់យប់នេះស្ដាប់តាមលោកហើយខូបកំណត់អីខ្ញុំឈប់ធ្វើហើយលោកស្រីទឹកកកកម្ដៅរួចហើយកម្របានជួបចុងភៅដែលមានទេពកោសល្យបែបហ្នឹងណា
ភ្លុកមើលសិនម្រេចគេបន្ថែមម្រេចនៅក្នុងនឹងនេះគឺជារសជាតិដែលខ្ញុំធ្លាប់ធ្វើឲ្យសៀវហ្វូគួយកាលពីនៅតូចសៀវហ្វូគួយទីបំផុតបានរកកូនឃើញហើយលឿនត្រៀមឡានទៅហាងបាយរសជាតិឆ្ងាញ់ភ្លាមលោកលាវលោកទៅមិនបានទេពិធីជប់លៀងជប់នេះពឹងលើលោកហើយពឹងលើខ្ញុំធ្វើអីទៅសៀវហ្វូគួយសំខ្លាំងណាស់នៅក្មេងសោះតែឈ្នះការប្រកួតចុងភៅទេវតាមេចុងភៅនេះឯងសមបំផុតហើយលោកចង់ទៅប៉ោះជីហានមែនទេនាងនិយាយត្រូវហើយលោកគ្រូលាវចាប់ពីថ្ងៃនេះតទៅលោកនឹងក្លាយទៅជាមេចុងភៅរបស់ប៉ោះជីងហានហើយឡងខ្ញុំនឹងធ្វើឲ្យការរកស៊ីចុងក្រោយរបស់ហាងបាយរសជាតិឆ្ងាញ់នៅថ្ងៃនេះរកស៊ីមិនបានពួកលោកមិនក៏អញ្ចឹងមិនអាចឲ្យចាប់ចុងចាប់ដើមសិនទេអីត្រូវហើយលោកចេះធ្វើត្រីទេចេះតិចលោកចេះធ្វើប្រហិតទេចេះលោកចេះធ្វើមីទេអត់ចេះទេហាងពួកយើងមានតែមេចុងភៅលីងទេដែលចេះទុកឲ្យខ្ញុំពួកលោកស្ដាប់តាមខ្ញុំមិនត្រូវការពោពុកមាត់សំអុយនឹងទេយឺក្មេងសំអុយលោកលាងបន្លែស្អាតទៅលោកទំពាំងចិត្តសរសៃក្រាស់ពេកហើយលោកកំប្រាក់ដៃវេពងមាន់ល្ងងមែនអាយយោឯងពិតជាចេះបញ្ជាមែនហ៎មើលទៅពិធីខុបកំណត់នេះខ្ទេចអស់ហើយថ្ងៃស្រីសាស្ត្រាចារ្យមកហើយសាស្ត្រាចារ្យចៅមិនក៏បានលឿនម្លេះសាស្ត្រាចារ្យចៅកូនស្រីខ្ញុំគេមិនទុកចិត្តប្រាប់ថាមកមើលមុនសិនតកែស្រីប៉ាខ្ញុំជាភ្ញៀវចាស់របស់នាងពិធីខុបកំណត់70ឆ្នាំយប់នេះកុំធ្វើឲ្យមានបញ្ហាអីកើតឡើងណាប្រហែលឆ្នាំមុននេះសំណាងមានសាស្ត្រាចារ្យចៅសរសេរអត្ថបទឲ្យសរសើរហាងបាយខ្ញុំថារសជាតិឆ្ងាញ់ដូច្នេះទុកចិត្តចុះចុងភៅកំពុងរវល់សាស្ត្រាចារ្យចៅមើលទៅសុខសប្បាយណាស់មកហាងរសជាតិឆ្ងាញ់រាល់ឆ្នាំធ្វើពិធីខុបកំណើតហូបមិនចេះតែលាន់ទេមែនទេលោកគ្រូលាវខ្ញុំនៅតែចូលចិត្តមានអាយុវែងដែលលោកធ្វើជានិច្ចណាបាយអញ្ចឹងលោកទៅរកចាំទៅល្ងងមែនខ្ញុំមករៀនលោកឲ្យហាន់បន្លែផ្លែបន្ទូមកស្នៀតនេះ